សារ Ben Thanh អ្នកដែលទៅលេងវៀតណាមទៅលេងហូជីមីញប្រកាសជាស្គាល់ហើយផ្សារ Ben Thanh មួយនេះប៉ុន្តែសម្រាប់ខ្ញុំលើកទី1ដែលទៅដល់ហើយក៏ខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាដែលបម្រុងនឹងទៅវៀតណាមដែលទៅលេងបើសិនជាអាចទៅអឺមើលក៏បានដែរអត់ជាបញ្ហាខ្ញុំអត់ហាមឃាត់ទេឲ្យទៅស្គាល់ទៅអីចឹងទៅបើសិនជាបានជ្រុលទៅដល់ហ្នឹងណាប៉ុន្តែគ្រាន់តែខ្ញុំណែនាំបន្តិចនៅក្នុងផ្សារ Ben Thanh ហ្នឹងគឺអ្នកលក់គាត់រៀងលក្ខណៈថាអត្តចរិតមួយរៀងអត់សូវ welcome ជាមួយនឹងភ្ញៀវទេដូចពេលខ្លះយើងទៅកាន់កាមេរ៉ាកាន់ទូរស័ព្ទថតអីហ្នឹងដូចជាមិនសូវរាក់ទាក់មិនសូវញញឹមញញែមដាក់យើងអីទេហើយបើសិនជាករណីមួយទៀតនៅក្នុងផ្សារហ្នឹងណានេះករណីខ្ញុំមិនមែនខ្ញុំអ្នកជួបផ្ទាល់ទេប៉ុន្តែខ្ញុំឃើញនៅពេលដែលបងប្អូនខ្មែរយើងទៅទិញអីវ៉ាន់នៅហ្នឹងគេលក្ខណៈថាបើសិនជាយើងគ្រាន់តែដើរមើលដើរប៉ះអីវ៉ាន់អីចឹងទៅអត់បានទិញអីវ៉ាន់ទេប៉ុន្តែគឺយើងដើរចេញគឺត្រូវតែមានគេលក់គេស្ដីឲ្យយើងជាភាសាវៀតណាមដែលយើងស្ដាប់មិនបានប៉ុន្តែតុងសលេងធូនសលេងកម្រិតសំឡេងដែលគាត់ប្រើមកហ្នឹងគឺដឹងតែដូចជេរយើងបាត់ទៅហើយអញ្ចឹងបើសិនជាទៅហ្នឹងខ្ញុំ recommend ហ្មងអាចនិយាយថាដូចផ្សារថ្មីយើងដែរហ្នឹងអញ្ចឹងអត់មានអីនេះទេគឺផ្សារថ្មីយើងគឺស្អាតផងនិយាយមែនហើយសុំទោសផងណាដែលរំខានឮសលេងឆ្កែព្រោះដោយសារអ្នកភូមិហើយអ្នកផ្ទះខ្ញុំគឺកំពូលហើយចិញ្ចឹមបងប្អូននិយាយទៅកុំប្រកែកប្រកាន់អីណាប៉ុន្តែគ្រាន់ថារបស់នៅក្នុងផ្សារ Ben Thanh នេះគឺច្រើនមែនទែនប៉ុន្តែនៅកន្លែងផ្សេងក៏ច្រើនដែរបងប្អូនគ្រាន់តែណែនាំបើសិនជាបានមកដល់ហើយក៏ចូលមកលេងឲ្យស្គាល់ឲ្យឃើញចឹងទៅតែគ្រាន់ថាប្រយ័ត្នប្រយែងជាមួយនឹងសុវត្ថិភាពផងដែរមួយវិញទៀតគឺលក្ខណៈថាដូចខ្ញុំជម្រាបជូនបងប្អូនអញ្ចឹងបើសិនជាយើងអត់ទិញអីទេបាច់ទៅប៉ះបាច់ទៅពាល់របស់គេទេកុំឲ្យយើងដើរចេញហើយទោះបីជាយើងស្ដាប់ភាសាគេមិនបានក៏ដោយប៉ុន្តែយើងមានអារម្មណ៍ថាធូនសលេងដែលគេកំពុងនិយាយពីក្រោយខ្នងយើងគឺគេកំពុងតែឆេរយើងឯងប៉ុន្តែនេះបងប្អូននៅពេលដែលចេញពី Ben Thanh មកនេះគឺមានកន្លែងគេលក់នំបាយត្នោតនេះបងប្អូនគឺឆ្ងាញ់កន្លែងគាត់នេះឆ្ងាញ់តែឆ្ងាញ់ហ្នឹងគឺឆ្ងាញ់អានំដែលពណ៌បៃតងនោះដែលគេខ្ចប់ជាមួយនឹងស្លឹកអចេកខាងលើបងប្អូនអានំដែលក្នុងប្រអប់ពណ៌សហ្នឹងអត់សូវឆ្ងាញ់ទេវារៀងផ្អែមពេកសម្រាប់ខ្ញុំអត់ចេះផ្អែមហ្មងប៉ុន្តែអានំនោះពណ៌បៃតងដែលខ្ចប់ចានដាក់ខាងក្រោយហ្នឹងគឺឆ្ងាញ់ហើយបងប្អូនមួយទៀតបើសិនជាបងប្អូនចង់ជិះឡានទៅខ្មែរចង់ផ្ញើអីវ៉ាន់ទៅខ្មែរវារៈប៊ុនថែមនៅវៀតណាមនឹងនៅកណ្ដាលក្រុងតែម្ដងបងប្អូនអត់ពិបាកនោះទេអញ្ចឹងបងប្អូនអាចជិះឡានទៅខ្មែរមកវៀតណាមក៏បានផ្ញើអីវ៉ាន់ក៏បាននិយាយទៅគឺល្អមែនទែនហើយមើលទិដ្ឋភាពនៅពេលដែលម៉ោង5នេះហ្នឹងគឺចាប់ផ្ដើមស្ទះដូចតែយើងអញ្ចឹងបងប្អូនកុំភ្លេចជួយចុច Like ចុច Share ផងណាអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា